យើងរស់នៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជានេះគឺជាស្រីណែតនាងមានអាយុ7ឆ្នាំហើយកំពុងរៀនថ្នាក់ទី1សាលារៀនរបស់នាងទទួលបានការគាំទ្រពីគម្រោងត្រាស់ដោយសារការជួយពីគម្រោងត្រាស់ស្រីណែតបានចេះអានអក្សរកុមារជាច្រើនមិនមានសំណាងដូចនាងឡើយនៅចម្ងាយប្រមាណ3គីឡូម៉ែត្រពីផ្ទះរបស់ស្រីណែតមានសាលារៀនរដ្ឋមួយសាលារៀននេះមិនទទួលបានការគាំទ្រពីគម្រោងផ្សេងៗទៀតឡើយបញ្ហាលំបាករបស់ខ្ញុំគឺសិស្សអត់ចេះអានដោយសារខ្វះសៀវភៅគោលហើយអត់មានសម្ភារៈគ្រឿងឧបទេសអក្សរចល័តខ្វះអត់មានបណ្ណាល័យសិស្សសើចជ្រាវចូលអានហើយខ្វះឪពុកម្ដាយបង្រៀនអត់មានសៀវភៅហ្នឹងឪពុកម្ដាយនៅផ្ទះអត់បានជួយបង្រៀនកូនដោយមូលហេតុសិស្សមិនសូវចូលចិត្តមករៀនឈប់ច្រើនអវត្តមានក្នុងមួយថ្ងៃទៅ10ទៅ20នាក់តែអត់មានស្រីណែតកំពុងធ្វើតេស្តសំណេរដែលត្រូវបានបង្កើតឡើងសម្រាប់គ្រូប្រើប្រាស់ដើម្បីវាស់ស្ទង់សមត្ថភាពសិស្សបន្ទាប់ពីការធ្វើតេស្តគ្រូបង្រៀននិងគ្រូបង្វឹកអំណាចពិភាក្សាគ្នាពីលទ្ធផលតេស្តគម្រោងបានបង្កើតប្រព័ន្ធឆ្លើយតបរហ័សដែលប្រព័ន្ធនេះរួមបញ្ចូលនៅល្បែងសិក្សាដើម្បីពង្រឹងអំណាចឲ្យមានភាពទាក់ទាញជាគោលបំណងគឺចង់បង្ហាញសិស្សថាការរៀនគឺមានភាពរីករាយតាមរយៈល្បែងសិក្សានេះនឹងជួយជំរុញកុមារឲ្យមានទឹកចិត្តចង់អានដោយខ្លួនឯងអន្តរាគមសំខាន់មួយនៅក្នុងចំណោមអន្តរាគមសំខាន់ផ្សេងទៀតនៃគម្រោងត្រាស់គឺយើងផ្ដោតទៅលើការបង្កើត software ល្បែងសិក្សាចល័តដែលយើងហៅថា learning ឬក៏ mobile learning បាទគឺការសិក្សាចល័តដូច្នោះគម្រោងត្រាស់គឺយើងនឹងផ្ដល់នៅខ្លឹមសារដែលអាចដំណើរការនៅលើប្រព័ន្ធទូរស័ព្ទទំនើបទាំងនោះហើយគោលបំណងរបស់យើងនៅពេលដែលយើងបង្កើត software នឹងហើយគឺក្មេងអាចហ្វឹកហាត់នៅផ្ទះបាទទន្ទឹមនឹងអ្វីដែលគេបានរៀននៅសាលារួចគេអាចហ្វឹកហាត់ម្ដងទៀតដូច្នោះវានឹងជួយពង្រឹងអំណាចរបស់ពួកគេហើយគោលបំណងរបស់យើងក្នុងល្បែងសិក្សារបស់យើងកម្មវិធីរបស់យើងនឹងគឺនឹងអាចដើរនៅក្នុងទូរស័ព្ទប្រភេទ Android ដែលអាចប្រើទូទាំងប្រទេសកម្ពុជាយើងដែលយើងសង្ឃឹមថានឹងរួចរាល់ល្បែងរបស់យើងនឹងគឺនៅខែកញ្ញាឆ្នាំ2013ឆាប់នេះហើយដូច្នោះដែលបច្ចុប្បន្នដែលយើងឃើញថាទូរស័ព្ទទំនើបប្រហែលជា3លានគ្រឿងនៅក្នុងប្រទេសកម្ពុជានឹងអាចប្រើប្រាស់ល្បែងសិក្សានេះដោយមិនគិតថ្លៃតែម្ដងបាទតែe-book នេះគឺបច្ចុប្បន្នយើងកំពុងតែសាកល្បងចំនួន8ក្បាលយើងបានដោយការកិច្ចសហការជាមួយនឹងអង្គការ SIPA គឺគាត់បានផ្ដល់នៅសិភៅដែលគួរចាប់អារម្មណ៍និងមានគុណភាពសម្រាប់យើងបង្កើតទៅជា e-book ហើយយើងកំពុងតែសាកល្បងនៅក្នុងសាលារៀននិងសហគមន៍របស់យើងកម្រិតសមត្ថភាពអំណាចរបស់ស្រីណែតនិងអនាគតរបស់នាងមិនមែនជាក្តីកង្វល់ចំពោះតែនាងម្នាក់ប៉ុណ្ណោះទេវាគឺជាក្តីកង្វល់របស់សាលារៀនគ្រួសារនិងសហគមន៍របស់នាងផងដែរគម្រោងត្រាស់បានទៅលើកកម្ពស់សមត្ថភាពអ្នកពាក់ព័ន្ធទាំងអស់តាមរយៈការផ្ដល់ការបំពេញនិងឧបករណ៍ផ្សេងៗដើម្បីធ្វើឲ្យមានការអានមានភាពទាក់ទាញមានប្រសិទ្ធភាពនិងទទួលបាននូវភាពរីករាយគម្រោងត្រាស់ជឿជាក់ថាសមាជិកគ្រួសារទាំងឡាយចង់ជួយកូនរបស់ពួកគាត់នៅពេលដែលគាត់បានយល់ពីសារៈសំខាន់និងពីរបៀបជួយក្នុងការអានគ្រូបង្វឹកអំណាចដែលទទួលបានការគាំទ្រថវិកាប្រចាំខែពីក្រុមប្រឹក្សាឃុំជាអ្នកជួយសម្របសម្រួលតាមរយៈការផ្ដល់ការបំពន់និងការរកការគាំទ្រក្នុងសាលារៀន
និងជាមួយគ្រួសារសិស្សដើម្បីឲ្យពួកគេយល់ពីសារៈសំខាន់នៃអំណាចហើយគ្រូបង្រៀនក៏ទទួលបានការជួយពីគ្រូបង្វឹកអំណាចផងដែរដោយមានគោលបំណងច្បាស់លាស់ក្នុងការជួយកុមារនិងការវិតម្លៃលើដំណើរការសិក្សារបស់សិស្សគ្រូបង្រៀននឹងអាចកំណត់បាននៅតម្រូវការរៀនរបស់សិស្សម្នាក់ៗវាតាំងពីបានសភៅសិក្សាពីសាលានោះមករៀននេះទៅវាឆ្លាតជាងមុនអានđâyវាសភៅរឿងអីដាច់ចឹងទេយើងមានអារម្មណ៍ថាត្រេកអរដែលកូនយើងចេះជាងមុនអញ្ចឹងណាអាយចាយចូលដល់ស្រ័យចៃគម្រោងត្រាក់នឹងធ្វើសកម្មភាពរហូតដល់ឆ្នាំ2014ហើយឥឡូវនេះគម្រោងកំពុងតែមមាញឹកក្នុងការកសាងនៅឯកសារបន្ថែមទៀតសម្រាប់ប្រើប្រាស់ក្នុងសាលារៀននៅដាក់ស្រអមនាំសូណូដាក់ស្រអែ